ជំរាបសួរបងប្អូនអរគ្នានៅថ្ងៃនេះគឺយើងនាំគ្នាទៅសិក្សាអំពីការ assessment មួយដែលការ assessment របស់យើងពេលនេះគឺយើងគិតទៅលើsymptom analysis ឬក៏ពេលខ្លះគេគិតទៅលើការជឿចាំអញ្ចឹងណាអញ្ចឹងយើងមានពាក្យមួយដែលគេហៅថា OPQRS OPQRS គឺជាពាក្យមួយដែលជាពាក្យកាត់ហើយនៅក្នុងពាក្យកាត់ហ្នឹងគឺគេបែងចែកថាតើ O នឹងជាអី P នឹងជាអី Q នឹងជាអី R នឹងជាអី S នឹងជាអីចឹងណាអញ្ចឹងយើងទៅមើលពីពាក្យមួយអញ្ចឹងយើងមើលពី onset ពេលខ្លះ O គេអាចហៅថាជា onset ឬក៏ O ជា onset ឬក៏ជាស្អីទៅយ៉ា O នឹងគឺជា onset ឬក៏ origin onset មានថាពេលវេលាចាប់ផ្ដើមហើយនៅពេលដែលគេគិតទៅលើ origin គឺគេគិតទៅលើកន្លែងគិតទៅលើ origin មានថាតើពេលណាដែលតើវាមកពីណាអញ្ចឹងណាអញ្ចឹង onset origin ចុះ okay oh my god oh okay onset ឬក៏ origin អញ្ចឹង onset ចាប់ផ្ដើមពីពេលណាហើយអញ្ចឹងគេសួរថាតើសញ្ញាឬក៏រោគសញ្ញាហ្នឹងវាចាប់ផ្ដើមមានពីពេលណាមកអញ្ចឹងណាហើយដល់ពេលយើងគិតទៅលើ origin វិញគឺតើវាមកពីណាមកពីកន្លែងណាទីតាំងដែលវាធ្វើឲ្យមានបញ្ហាហ្នឹងគឺទីតាំងនៅកន្លែងណាទៅមកទៀតនៅពេលដែលយើងគិតទៅលើ provocation កន្លែងនេះគឺចង់សំដៅទៅលើកត្តាណាដែលធ្វើឲ្យមាន activity at before onset of symptom តើមានសកម្មភាពណាដែលមានដែលនាំឲ្យមានការឈឺចាប់ឧទាហរណ៍បើយើងនិយាយពីការឈឺចាប់ណាដល់ពេល precipitation កត្តាទាំងឡាយណាដែលធ្វើឲ្យសញ្ញាឬក៏រោគសញ្ញាហ្នឹងធ្ងន់ធ្ងរជាងមុន like palliation គឺនិយាយពីកត្តាទាំងឡាយណាដែលធ្វើឲ្យការឈឺចាប់ហ្នឹងបានល្អប្រសើរអញ្ចឹងគេគិតទៅលើអក្សរ P នេះនៅពេលដែលយើងគិតទៅលើ Q គឺគិតទៅលើ quality ជាលក្ខណៈនៃការឈឺចាប់តើការឈឺចាប់មានលក្ខណៈបែបណាឈឺលក្ខណៈងំឈឺលក្ខណៈដូចចាក់ដូចមុតឬក៏មានសម្ពាធអីសកប់លើអាហ្នឹងគឺជា quality នៃការឈឺចាប់មួយទៀតយើងនិយាយអំពី R វិញយើងមាន radiation យើងមាន ration យើងមាន related symptom អញ្ចឹងគឺវាដូចជាបង្ហាញអំពី radiation នេះតើការឈឺចាំងវាមានចាក់រីករាលដាលទៅកន្លែងណាអត់ឧទាហរណ៍ថាឈឺដូចគេចាក់ទៅជើងហ្នឹងទៅណាហ្នឹងតើមានអញ្ចឹងអត់ ration តំបន់វិញតើមានតំបន់ណាដែលធ្វើឲ្យអ្នកជំងឺឈឺឲ្យគាត់ទាំងអស់ពីតំបន់ពីទីតាំងដូច location អញ្ចឹងអាហ្នឹង region ហ្នឹងណាទីតាំងណាដែលគាត់ឈឺគាត់ប្រាប់យើងមកហើយ related symptom តើក្រៅពីអាហ្នឹងហើយមានសញ្ញាអីគេរួមផ្សំគ្នាអត់តើក្រៅពីហ្នឹងមានសញ្ញាអីគេរួមផ្សំគ្នាអត់អញ្ចឹងក្នុងករណីមួយទៀតបន្ទាប់ពីយើងទៅលើ severe អក្សរ M ហ្នឹងគឺ severity មានថាកម្រិតនៃការឈឺចាប់បើសិនបើយើងឲ្យការឈឺចាប់នេះគេឲ្យបន្ទុកពី1ទៅដល់10តើឈឺប៉ុណ្ណាអញ្ចឹង pain scale របស់យើងពី1ទៅដល់10ឲ្យគាត់នៅជំងឺហ្នឹងគាត់រៀបរាប់ប្រាប់យើងមកហើយ timing គឺពេលវេលាដែលមានសញ្ញាឬក៏រោគសញ្ញាហ្នឹងឬក៏គេចង់សម្ដៅថាតើពេលវេលាហ្នឹងវាទៀងវាថេឬក៏មិនថេអញ្ចឹងណាអញ្ចឹងនេះគឺជាការ assessment ទៅលើ OPQRST